បាទជំរាបសួរបងប្អូនអរគ្នាបងប្អូនណាខ្លះមានបំណងប្រាថ្នាចង់ចេះបុកភេកហើយជាពិសេសហ្នឹងគឺបងដែលបងប្អូនដែលគាត់មានអាជីវកម្មបន្តខ្លួនលក្ខណៈដូចជាគាត់លក់អនឡាញលក់អីចឹងណាថ្ងៃនេះផងដែរខ្ញុំមានតិចនិចពិសេសដើម្បីប្រាប់បងប្អូនដែលគាត់មានបំណងប្រាថ្នាបុកភេកដើម្បីឲ្យមានអតិថិជនចូលច្រើនបងប្អូនដោយសារខ្ញុំមិនមែនជាអ្នកជំនាញនេះដែរទេតែអ្វីដែលជាបទពិសោធន៍របស់ខ្ញុំធ្លាប់បុកភេកគឺចំណាយបុកតិចតែចំនួនអ្នកចូលមើលអ្នកចូលផ្ញើសារមកយើងហ្នឹងគឺច្រើននេះបងប្អូនឃើញស្រាប់ហ៎ថ្ងៃទី12ថ្ងៃទី12ម្សិលមិញនេះខ្ញុំចំណាយបុះត្រឹមតែ$25ទេបងប្អូនក្នុងមួយថ្ងៃហើយ$25ហ្នឹងគឺភ្ញៀវចូលច្រើនចូលមួយម្សិលមិញនេះចូល300ជាងដែរដូចជាមួយកំផែននេះចូល136នាក់បងប្អូន136នាក់ហ្នឹងបើយើងតូតាល់ជាទឹកប្រាក់យើងចំណាយក្នុងមួយថ្ងៃហ្នឹងអស់តែ$2.97សេនអញ្ចឹងវាស្មើនឹង$3បងប្អូនហើយកំផែនទី2គឺ114នាក់មីសេកចូលហើយការចំណាយរបស់ខ្ញុំហ្នឹងគឺ$4.69អញ្ចឹងយើងអាចកាត់បានថា$5ចុះបងប្អូនក្នុងមួយថ្ងៃអញ្ចឹងគឺបូកសរុបការចំណាយរបស់ខ្ញុំទាំងអស់ហ្នឹងគឺមួយថ្ងៃ$25ជាលីមីតហ្មងគឺខ្ញុំដាក់លីមីតចំណាយក្នុងមួយថ្ងៃ$25ហើយចំនួនមីសេកគឺតូតាល់ទាំងអស់ហ្នឹងគឺចំនួន300ជាងបងប្អូនអញ្ចឹងបងប្អូនដែលចង់ដឹងវិធីហើយនឹងតិចនិចទាំងអស់នេះបងប្អូនមើលវីដេអូនេះឲ្យចប់ខ្ញុំនឹងណែនាំក៏ដូចជាប្រាប់ចំណុចអំពីចំណុចគោលដៅទាំងអស់លក់អនឡាញនេះបើសិនជាបងប្អូនចំណាយការបុកតិចហើយទទួលបានចំនួនសារមកច្រើននោះបងប្អូននឹងចំណេញតែបើសិនជាបងប្អូនអត់ចេះបុកទេបងប្អូនចំណាយលុយបុកច្រើនហើយចំនួនអ្នកឆាតមកតិចនោះបងប្អូនពិតជាខាតដោយសារបច្ចុប្បន្ននេះគឺអ្នកលក់អនឡាញភាគច្រើនគឺគាត់បុកអញ្ចឹងកាលណាយើងបុកផលិតផលរបស់យើងគឺឆាប់រិចទៅដល់អតិថិជនគោលដៅអញ្ចឹងវិធីដែលបុកដើម្បីឲ្យចំអតិថិជនគោលដៅក៏ដូចជាការបុកដើម្បីយកចំនួនអ្នកឆាតមកច្រើនគឺខ្ញុំនឹងបង្ហាញបងប្អូនstep by step